ចឹងបើសិនជារន្ធទឹកភ្នែកហ្នឹងស្ទះតែខាងស្ដាំគឺយើងម៉ាស្សាតែខាងស្ដាំទេហើយបើស្ទះទាំងសងខាងគឺយើងម៉ាស្សាទាំងសងខាងយើងអាចប្រើម្រាមដៃចង្អុលឬក៏កូនម្រាមនេះបានបើសិនជាក្មេងទួយៗខ្លះយើងអាចប្រើកូនម្រាមនេះគឺម៉ាស្សាទៅលើគល់នេះគល់ភ្នែកកន្លែងនេះគឺ3ទៅ5ដងជារង្វង់មូលបែបនេះមកហើយយើងច្បូនចុងមកខាងក្រោមដោយសារអីរន្ធទឹកភ្នែករបស់យើងគឺមានតកតងគ្នារវាងភ្នែកហើយនិងច្រមុះអញ្ចឹងហើយពេលដែលយើងយំទៅយើងមានទាំងទឹកភ្នែកមានទាំងសម្បោរដោយសារតែវាហូរតកតងគ្នាមកពីភ្នែកនេះមកអញ្ចឹងហើយយើងធ្វើការម៉ាស្សាបែបនេះ3ទៅ5ដងទៅយើងអាចរាប់1 2 3 4 5បែបនេះមកហើយអូសចុះមកក្រោមហើយរយៈពេលនៃការម៉ាស្សាម្ដងអាច3ទៅ5នាទីអាស្រ័យលើកូនរបស់យើងគាត់នៅស្ងៀមបានប៉ុណ្ណាបើសិនជាកូនយើងគាត់ឆាប់យំគាត់ឆាប់រើគាត់មិនឲ្យយើងម៉ាស្សាទេអញ្ចឹងម៉ាស្សាបានប៉ុណ្ណាយកប៉ុណ្ណឹងគ្រាន់តែយើងម៉ាស្សាមួយថ្ងៃឲ្យបានច្រើនដងអញ្ចឹងបន្ទាប់ពីធ្វើការម៉ាស្សាភ្នែកនឹងហើយគឺយើងត្រូវតែលាងសម្អាតភ្នែកកូនជាមួយនឹងសេរ៉ូមប្រៃអញ្ចឹងយើងអាចប្រើពពួកសេរ៉ូមប្រៃ10 បែបនេះជា10ស្អាតយើងបន្តទៅលើភ្នែករបស់កូនយើងទៅហើយយើងអាចយកប្រភេទកុំប្រេសស្អាតឬក៏ស្លៃកណ្ដាប់ប្រេសស្អាតយើងប្រើជាកុំប្រេសស្អាតបែបនេះល្អជាងដោយសារតែកុំប្រេសបែបនេះគឺគេមានលក់នៅតាម pharmacy ឬក៏តាមពេទ្យផ្សេងៗគឺគាត់មានលក់ឯងយើងសួររកកុំប្រេសស្អាតទៅអញ្ចឹងហើយយើងយកអាហ្នឹងមកក្រោយពីបន្តសេរ៉ូមប្រៃហើយគឺយើងយកកុំប្រេសស្អាតហ្នឹងយកមកបដិតភ្នែកហ្នឹងចាញ់មានន័យថាយកអាចភ្នែកឬក៏លាងសម្អាតភ្នែកហ្នឹងចាញ់ដោយសារអីយើងមិនប្រកាសទេថាដៃយើងដែលយើងលាងសាប៊ូលាងអីហើយមុននឹងទៅម៉ាស្សាឲ្យកូនហ្នឹងពិតជាអត់មានមេរោគ 100% អញ្ចឹងការប្រើសេរ៉ូមប្រៃលាងសម្អាតក្រោយពេលយើងម៉ាស្សាហើយគឺដើម្បីលាងសម្អាតមេរោគដែលអាចដក់ជាប់នៅពេលដែលយើងម៉ាស្សាហ្នឹងហើយសួរថាតើយើងម៉ាស្សាហ្នឹងយើងម៉ាស្សារាល់ថ្ងៃឬក៏ម៉ាស្សាដល់កូនអាយុប្រហែលជាទូទៅគឺយើងធ្វើការម៉ាស្សាបែបនេះរាល់ថ្ងៃគឺត្រូវតែមានការព្យាយាមអត់ធ្មត់មែនទែនដោយសារអីវាមិនអាចម៉ាស្សាមួយថ្ងៃ2ថ្ងៃ3ថ្ងៃឬក៏10ថ្ងៃទៅកូនជាឬក៏រន្ធទឹកភ្នែកហ្នឹងបើកល្អនោះទេក្មេងខ្លះអាចឆាប់រហ័សអាច6ខែទៅ1 ខួបគឺរន្ធទឹកភ្នែករបស់គាត់គឺចាប់ផ្ដើមបើកហើយជាដោយខ្លួនឯងដែលមិនចាំបាច់ធ្វើការចុកបង្ហយទេតែសម្រាប់ក្មេងមួយចំនួនទៀតចាប់ពីអាយុ1 ខួបឡើងទៅបើសិនជាធ្វើការម៉ាស្សាបែបនេះហើយនៅតែមិនទទួលបានប្រសិទ្ធភាពឬក៏យើងមានអារម្មណ៍ថារន្ធទឹកភ្នែកនៅតែស្ទះឬក៏មានសញ្ញាឡើងក្រហមហើមឬក៏រលាកនៅភ្នែកហ្នឹងគឺត្រូវតែប្រញាប់យកកូនទៅជួបគ្រូពេទ្យជាពិសេសគឺគ្រូពេទ្យឯកទេសខាងភ្នែកដើម្បីឲ្យគាត់ពិនិត្យមើលថាអាចធ្វើការម៉ាស្សាបន្តទៀតឬក៏ធ្វើការវះកាត់ការវះកាត់មិនមែនជាការវះកាត់ធំដុំទេគឺគ្រាន់តែការចុះបង្ហូរនៅរន្ធទឹកភ្នែកហ្នឹងតែប៉ុណ្ណោះគឺគេចុះបង្ហូរបន្តិចទៅគឺរន្ធទឹកភ្នែកហ្នឹងអាចហូរទៅហើយជាមកធម្មតាវិញហើយអញ្ចឹងសំខាន់គឺការម៉ាស្សាដោយការអត់ធ្មត់ម៉ាស្សារហូតដល់អាយុ6 ខែដល់អាយុ1 ខួបអញ្ចឹងបើសិនជាកូនយើងឆ្លើយតបជាមួយនឹងការម៉ាស្សាគឺមានន័យថាបានត្រឡប់មកជាដូចដើមវិញប៉ុន្តែបើសិនជាអត់ទទួលបានសុខភាពគឺត្រូវតែទៅជួបពេទ្យភ្នែក